ចាសួស្តីបងប្អូនហ្នឹងហើយបងប្អូនបានមើលវីដេអូពីមុនគឺបងប្អូនបានដឹងហើយថាពួកខ្ញុំបានយកកូនមកលេងនៅម៉លបងប្អូនហើយវីដេអូនេះគឺជាវីដេអូដែលខ្ញុំកាត់ជាคลิปបងប្អូនព្រោះអីពេលខ្ញុំដើរនៅផ្សារហ្នឹងវារៀងយូរហើយអញ្ចឹងខ្ញុំអាចដាក់យូរបាននេះខ្លាចបងប្អូនមើលទៅធុញអញ្ចឹងទៅខ្ញុំកាត់ជាមួយคลิปបងប្អូនហើយនេះคลิปចុងក្រោយដែលខ្ញុំបាននាំកូនទៅមើលកន្លែងដើមឈើចេះនិយាយបងប្អូនហើយពេលដែលខ្ញុំទៅដល់ហ្នឹងគឺគេបានផ្លាស់ប្ដូរច្រើនមែនទេបងប្អូនគេដាក់រូបកពើសពនិមិត្តនៅខាងមុខឲ្យគេចាប់អារម្មណ៍អីចឹងណាបងប្អូនហើយគោលបំណងពួកខ្ញុំមកកន្លែងនេះគឺមកឲ្យកូនប្រុសខ្ញុំបានឃើញដើមឈើចេះនិយាយបងប្អូនហើយតាមពិតទៅកូនស្រីខ្ញុំក៏ធ្លាប់មកកន្លែងហ្នឹងពីរដងដែរហើយតែគាត់មកពេលនៅទូចបងប្អូនដល់ពេលខ្ញុំខាន់នាំពួកគាត់មកយូរអញ្ចឹងយើងចង់ដឹងថាគេបានផ្លាស់ប្ដូរអីខ្លះអញ្ចឹងបងប្អូនហើយនេះដូចគេដាក់កពើចូលសពនិមិត្តឲ្យក្មេងៗចាប់អារម្មណ៍ដើម្បីចូលទិញអីវ៉ាន់នៅកន្លែងគេក៏ដូចជាគេមានអីប្លែកច្រើនអីចឹងណាបងប្អូនហើយហ្នឹងហើយបងប្អូននេះពួកខ្ញុំដើរចូលមកហ្នឹងគឺសំដៅចង់ទៅមើលកន្លែងហ្នឹងទេហើយគេមានលក់ក្នុងហ្នឹងដែរផងដែរគេមានលក់កន្លែងលបក្មេងៗអីចឹងបងប្អូនហើយអ្វីដែលពួកខ្ញុំចាប់អារម្មណ៍ហ្នឹងគឺកន្លែងដើមឈើនេះបងប្អូនគឺដើមឈើចេះនិយាយកូនប្រុសខ្ញុំដំបូងគាត់រៀងខ្លាចទៅពេលមកទទួលទៅគាត់ខ្លាចឯងគេគ្រាន់ណាដើមឈើហ្នឹងគេរបៀបថាគេរៀបចំរូបអីចឹងហើយគេនិយាយអីចឹងបងប្អូនតែកូនប្រុសខ្ញុំគាត់ភ័យដំបូងទៅពេលយូរទៅគាត់ភ័យហើយហ្នឹងហើយបងប្អូនខ្ញុំចង់ប្រាប់ថាកន្លែងនេះផងដែរគឺគេលក់របស់ក្មេងៗរបៀបថាគេធ្វើដូចនៅក្នុងព្រៃចឹងបងប្អូនមើលទៅតាក់ទាញមែនតែនតាក់ទាញមិនថាមនុស្សធំឬក៏កូនក្មេងទេបងប្អូនគឺថាយើងចូលទៅក្នុងហ្នឹងគឺថាយើងមានអារម្មណ៍ថាដូចនៅក្នុងព្រៃចឹងណាគេប៉ិនរៀបចំមកបងប្អូនកន្លែងចឹងដើម្បីតាក់ទាញឲ្យមិនថាមនុស្សធំឬក៏កូនក្មេងទេទិញអីវ៉ាន់នៅកន្លែងគេអញ្ចឹងហើយអីវ៉ាន់កន្លែងហ្នឹងក៏មិនធូរថ្លៃដែរបងប្អូនមិនដែរបើសិនជាអ្នកខ្លះគេរបៀបថាគេមកទស្សនាឬក៏ទស្សនកិច្ចនៅទីក្រុងហ្នឹងគេទិញទុកឲ្យកូននៅពេលគេត្រឡប់ទៅវិញអីចឹងណាបងប្អូនតែបើយើងអ្នកនៅហ្នឹងយើងអត់ចាំបាច់យើងមិនទិញក៏បានដែរអត់អីទេយើងអាចដើរចូលមើលអីបានហើយគេមានលក់របស់បញ្ចុះតម្លៃអីចឹងណាបងប្អូនហើយនេះបងប្អូនគេរៀបចំស្អាតមែនតើយើងចូលទៅដូចយើងនៅក្នុងព្រៃចឹងតែខ្ញុំសំណាងដែរតែកូនខ្ញុំគាត់អត់បានទីរបស់អស់ហ្នឹងដោយសារគាត់នៅទូចហើយកូនស្រីខ្ញុំគាត់មានរបស់លេងគ្រប់គ្រាន់ហើយហ្នឹងហើយបងប្អូនពួកខ្ញុំក៏បានចេញមកក្រៅវិញហើយក៏បានមកថតជាមួយនឹងកពើហើយក៏ដូចជាយើងបោះកាក់ឲ្យកពើគេឃើញគេបោះតាមគេដែរបងប្អូនមិនដឹងមានន័យថាម៉េចទេហើយហ្នឹងហើយបងប្អូនហើយពួកខ្ញុំដើរត្រឡប់មកវិញហើយនេះគឺចុងលៀបថាមកហ្នឹងគេធ្វើដោយអសយូចឹងបងប្អូនគេធ្វើដូចជុំវិញចឹងហើយយើងដើរមកកោងផងយើងដើរតាំងពីកន្លែងចាប់ផ្ដើមរហូតមកដល់ត្រឡប់ចេញទៅក្រៅវិញចឹងបងប្អូនហើយដល់ពេលពួកខ្ញុំចេញមកក្រៅហ្នឹងគឺរបៀបថាយើងដល់ផ្លូវចេញទៅក្រៅហើយយើងដើរឡើងមកជុំហើយហត់ដែរហ្នឹងបងប្អូនផ្សារហ្នឹងធំមែនតើហើយមនុស្សច្រើនខ្ញុំទៅកាលពី3 4ឆ្នាំមុនក៏មនុស្សដល់ពេលយើងទៅលើកនេះគឺមនុស្សនៅដដែលបងប្អូនគឺអត់ថយសោះរបៀបថាផ្សារខ្លះរបៀបមនុស្សច្រើនយូរទៅគឺខ្សត់មនុស្សចឹងបងប្អូនតែម៉លនេះគឺអត់ទេបងប្អូនគឺថាមនុស្សនៅតែច្រើនដដែលចឹងមិនងាយដួលទេបងប្អូនដោយសារតែគេលក់ចម្រុះបងប្អូនគេលក់គ្រប់មុខមកមានទាំងរបស់ថ្លៃរបស់ធូរថ្លៃអីយ៉ាងចឹងហើយមានកន្លែងក្មេងលេងអីចឹងគេធ្វើតាក់ទាញចឹងទៅធ្វើឲ្យអត់ងាយដួលទេបងប្អូនប៉ុន្តែបើផ្សិនជាម៉លខ្លះវិញអត់សូវមានរបស់ណាដែលគេពេញនិយមអញ្ចឹងគឺដួលច្រើនមែនទេបងប្អូនម៉លគឺនៅស្រុកអាមេរិកនេះម៉លនៅតំបន់ដែលខ្ញុំរស់នៅគឺដួលច្រើនមែនតើខ្ញុំមិនដឹងថាមូលហេតុអីទេតែឃើញម៉លនេះមួយរស់បានយូរបងប្អូនមានន័យថាតាំងពីខ្ញុំមកដល់ឥឡូវហ្នឹងអត់ឃើញមានដួលអីទេហើយមនុស្សនៅតែច្រើនដដែលបងប្អូនទោះបីជាខ្ញុំខានមកយូរក៏ដោយដែរហើយហ្នឹងហើយបងប្អូនពេលខ្ញុំផ្លូវចេញត្រឡប់មកវិញហ្នឹងឃើញមានគេដាក់អាទីបងប្អូនហើយអាទីហុញកូនឡានហ្នឹងម្ដង$12ថ្លៃមែនតើចំណាងឲ្យដែរពេលដើរចូលមកអត់ឃើញហើយពេលដើរចេញទៅផ្ទះឲ្យមិនឃើញកុំអីហ្នឹងមិនទេកូនស្រីកូនប្រុសខ្ញុំគាត់ចង់បានគាត់ចង់ជីចឹងហ្នឹងហើយបងប្អូនវីដេអូរបស់ខ្ញុំដើមមកតាំងពីដើមដល់ចប់គឺមានតែប៉ុណ្្នឹងទេបងប្អូនហើយខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តហើយបងប្អូននៅតែតាមដានវីដេអូរបស់ពួកខ្ញុំហើយខ្ញុំនឹងព្យាយាមយកវីដេអូដែលពួកខ្ញុំបានតែខាងក្រៅថាចែកជូនបងប្អូនទស្សនាអីចឹងណាបងប្អូនហើយបងប្អូនកុំភ្លេចពួកខ្ញុំអីដែលសារតែមួយរយៈហ្នឹងពួកខ្ញុំខានផុសវីដេអូច្រើនមែនតើ
ដោយសារតែកូនស្រីខ្ញុំគាត់ចូលរៀនវិញបងប្អូនហើយមួយយ៉ាងទៀតមួយរយៈនេះក្តៅបងប្អូនក្តៅមែនតែនក្តៅរហូតដល់មានស្លាប់ក្មេងបងប្អូននៅខាងស្រុកអាមេរិកនេះក្តៅគឺក្តៅអាក្រក់ណាស់បងប្អូនគឺមានស្លាប់កូនក្មេងស្លាប់មនុស្សចាស់អីចឹងណាអញ្ចឹងទៅបានជាមួយរយៈនេះខ្ញុំអត់សូវបាននាំកូនចេញទៅក្រៅទេគឺក្តៅខ្លាំងមែនតែនហើយចឹងយើងព្យាយាមនៅក្នុងផ្ទះឲ្យបានច្រើនហើយបើទៅណាអីចឹងគឺយើងត្រូវបើកឡានឲ្យត្រជាក់ខ្មើព្រោះអីគេដាក់ warning បងប្អូនគេបើថាបើយើងចាំបាច់យើងមិនចេញក្រៅទេពីព្រោះអីក្តៅខ្លាំងពេកគេខ្លាចស្លាប់ក្មេងហើយទៅមួយរយៈមុនហ្នឹងស្លាប់កូនក្មេងអស់ម្នាក់បងប្អូនដោយសារក្តៅពេកចឹងណាហ្នឹងហើយបងប្អូនសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំជួបគ្នាវីដេអូក្រោយៗទៀតបាយបាយ